ទី1 round 2 ទឹកទី1 round 1 បាទចូលមកភ្លាមមិនបាច់ស្ទាបស្ទង់បច្ចេកទេសទេបាទទាំងកីឡាករខ្មែរទាំងកីឡាករម៉ារ៉ុករឿងចត្រាគ្រាប់ពេជ្រកំពុងឆ្នៃគ្រូក៏មកឈរមើលផ្ទាល់ដែរបាទទប់ចិត្តមិនបានក៏មានវត្តមានកូនសិស្សរបស់លោកគ្រូសេនមុនថេនក៏មកចូលរួមទស្សនាដែរអាយ៉ាថ្ងៃនេះបាទពេជ្រលេងហើយបាទពេជ្រជាមួយនឹងបាទការប្រកួតនៅទួលគម្របាទឥឡូវចូលមកអូហូយបាទរឿងចត្រាជុកគុំមួយម៉ាត់សងវិញម៉ាត់ពួតទឹករបស់រឿងចត្រាបាទរីយ៉ាហ៊ីជុកគុំរបស់ចត្រាបាទជុកគុំរបស់រីយ៉ាហ៊ីជុកគុំរបស់ចត្រាក៏ត្រូវបានលោកសៅបនឿនបបែកបាទថ្ងៃនេះបាទបងប្អូនយើងមកទស្សនាច្រើនមែនតើបាទជុកគុំរបស់ចត្រាបាទរីយ៉ាហ៊ីថយជុកគុំរបស់ចត្រាលេងជុកគុំរបស់ចត្រាជុកគុំមួយទៀតបាត់សងរបស់រីយ៉ាហ៊ីចត្រាជុកគុំរបស់ចត្រាថ្ងៃនេះលេងជុកគុំសុទ្ធតែម្ដងបាទកែងរបស់ចត្រាបាទកែងរបស់ចត្រាបាទម៉ាត់ឆ្វេងមួយបេះរបស់រីយ៉ាហ៊ីម៉ាត់ស្រាំសងរបស់ចត្រាទាត់ជើងក្រោមម៉ាត់ឆ្វេងស្រាំរបស់ចត្រាម៉ាត់ស្រាំរបស់រីយ៉ាហ៊ីជុកគុំរបស់ចត្រាលេងហក់ធាក់មួយជុកគុំរបស់ចត្រាម៉ាត់សងរបស់រីយ៉ាហ៊ីម៉ាត់សងអូយទៅមកឲ្យពេលនេះធាក់ឆ្វេងម៉ាត់ឆ្វេងមួយរបស់រីយ៉ាហ៊ីដើរចូលជុកគុំរបស់ចត្រាបុកជុកគុំផ្ដាច់ទឹកមួយហើយម៉ាត់មួយបាទចត្រាបាទធាក់ស្ដាំមួយរបស់រឿងចត្រាឆ្វេងស្ដាំរបស់រីយ៉ាហ៊ីធាក់ឆ្វេងមួយរបស់ចត្រាធាក់ឆ្វេងរបស់រីយ៉ាហ៊ីជុកគុំរបស់ចត្រារីយ៉ាហ៊ីក៏ល្អជំហរនៅមុំដើរចូលជាបន្តបាត់ស្ដាំមួយជុកគុំអូហូយ1រាប់ហើយ3 4 5 6 7 8បាទរាប់លើកទី1បាទគ្រូនឹងបាទគេហៅថាចង់ខ្លាំងជាងសិស្សនៅខាងលើសង្វៀនទៀតបាទឥឡូវចូលមករាប់ម្ដងហើយជុកគុំបុកមួយទៀតរបស់រឿងចត្រាសល់ពេល30វិនាទីរឿងចត្រាម៉ាត់ឆ្វេងមួយចត្រាជុកគុំមួយទៀតទៅលើរីយ៉ាហ៊ីធាក់ស្ដាំរបស់រឿងចត្រាជុកគុំអូហូយបាទបុកជុកគុំយកតែម្ដងរឿងចត្រាជុកគុំមួយទៀតរបស់ចត្រាកែងសងមកវិញរបស់រីយ៉ាហ៊ីធាក់ជុតស្ដាំមួយរបស់រឿងចត្រាធាក់ជួយមួយទៀតចត្រាដាក់ចូលជុកគុំរបស់ចត្រាក៏គ្រាកមួយថយរីយ៉ាហ៊ីថយធាក់មួយក៏ទឹកទី2ទឹកទី2បាទទឹកទី2អូហូយចូលដៃមួយបាត់ហើយកសបាទអូហូយ3 4បាទអត់បន្តការប្រកួតបានទេអូហូយក្បាច់ពិសេសគ្រូរឿងសុភ័ណ្ឌចែកឲ្យគោះជួងពើងស្លាប់ភ្លាមបាទគ្រូទៅប្រាប់មិញថាមិនលេងដៃទៅឯងយល់អត់យល់ផ្លាប់ស្លាប់ភ្លាមអូយសូមលេងស្រែកហើយរឿងចត្រាមួយបងប្អូនក៏សូមលេងផ្ទះដៃឲ្យរឿងសុភ័ណ្ឌមួយបងប្អូនអូយបាទគេហៅថាគ្រូមានក្បាច់ពិសេសបាទពិតជាពិសេសមែនបាទអូយមិនធម្មតាទេបាទគឺអូយបាទម្ដាយស្លាប់តងលោកសៅបនឿនបាទបញ្ឈប់ការប្រកួតតែម្ដងអត់ឲ្យបន្តទៀតទេបាទមើលទៅស្ថានភាពគឺមិនអំណោយផលបាទក្រោយពីលោកអញ្ញាកណ្ដាលសម្រាប់ចិត្តបញ្ឈប់ការប្រកួតត្រឹមទឹកទី2ដូច្នេះបេក្ខភាពឡើងទៅកាន់វគ្គផ្ដាច់ប្រត់នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់កិត្តិយសរបស់ Gangsberg បានទៅលើបង្គោលក្រហមឬ Chatra